ជំរាបសួរស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបបង្កើន like TikTok នៅលើ website JSMM សម្រាប់បងប្អូនដែលចង់ឲ្យវីដេអូ TikTok របស់បងប្អូនមានចំនួនអ្នក like ច្រើនបងប្អូនអាចសាកល្បងធ្វើតាមវិធីនៅក្នុងវីដេអូមួយនេះបានធានាថាបងប្អូននឹងឃើញប្រសិទ្ធភាពពិតៗបន្ទាប់ពីបងប្អូនបានធ្វើតាមវិធីនៅក្នុងវីដេអូមួយនេះហើយចំពោះវិធីធ្វើវិញគឺអត់មានអីពិបាកទេបងប្អូនគឺបងប្អូនគ្រាន់តែមាន link វីដេអូ TikTok របស់បងប្អូនអាចទិញឬក៏បង្កើនចំនួន like បានយ៉ាងច្រើនទៅតាមបំណងរបស់បងប្អូនបានដោយខ្លួនឯងដោយប្រើពេលត្រឹមតែប៉ុន្មាននាទីតែប៉ុណ្ណោះហើយបើនិយាយអំពីតម្លៃសេវាកម្មវិញគឺបងប្អូនកុំព្រួយបារម្ភខ្លាចតម្លៃសេវាកម្មអាចនឹងថ្លៃអីបងប្អូនដោយសារតែក្នុង website JSMM គ្រប់សេវាកម្មទាំងអស់គឺសុទ្ធតែមានតម្លៃសមរម្យមែនទែនដូច្នេះហើយកុំឲ្យខាតពេលយូរបងប្អូនអាចទៅតាមដានវិធីធ្វើនៅក្នុងវីដេអូមួយនេះជាមួយនឹងនាងខ្ញុំទាំងអស់គ្នាជាដំបូងតម្រូវឲ្យបងប្អូន sign up ឬ sign in ចូលទៅកាន់ website JSMM ជាមុនសិនដើម្បីចូលធ្វើសេវាកម្មក៏ប៉ុន្តែសម្រាប់បងប្អូនដែលជាសមាជិកថ្មីបងប្អូនអាចបង្កើតគណនីមួយដើម្បីចុះឈ្មោះចូលធ្វើសេវាកម្មបានហើយប្រសិនបើបងប្អូនអត់ទាន់ចេះបង្កើតឬក៏អត់ទាន់ចេះពីរបៀបចុះឈ្មោះចូលទេបងប្អូនអាចចុចចូលមើល link នៅខាងក្រោមវីដេអូមួយនេះបានដើម្បីដឹងពីរបៀបនៃការចុះឈ្មោះចូលនៅពេលដែលបងប្អូនបាន sign up ឬ sign in ចូលទៅកាន់ website ហើយបងប្អូននឹងឃើញមាននៅទម្រង់បែបនេះបន្ទាប់មកបងប្អូនឃើញមានពាក្យ Instagram Telegram នៅខាងក្រោមហ្នឹងបងប្អូនអូសវាមកបងប្អូននឹងឃើញមានពាក្យថា TikTok បងប្អូនអាចចុចចូលទៅលើពាក្យថា TikTok នឹងបានហើយបន្ទាប់មកបងប្អូនអូសវាមកក្រោមបន្តិចហើយបងប្អូនចុចចូលទៅលើពាក្យថា Category ដែលនៅក្នុងនោះគឺវាមានសេវាកម្មច្រើនមែនទែនបងប្អូនដែលតាក់ទងទៅនឹង TikTok គឺវាមានដូចជា TikTok Like TikTok Follower TikTok View TikTok Sale TikTok Share TikTok Comment TikTok Story View និង TikTok Live Stream Viewបងប្អូនចង់ធ្វើសេវាកម្មមួយណាបងប្អូនអាចចុចចូលជ្រើសរើសទៅលើសេវាកម្មមួយនឹងបានហើយសម្រាប់បងប្អូនដែលចង់ធ្វើសេវាកម្មតាក់ទងទៅនឹងការបង្កើនចំនួន like នៅលើវីដេអូ TikTok បងប្អូនអាចចុចចូលជ្រើសរើសទៅលើសេវាកម្មដែលមានពាក្យថា TikTok Live Chip Base នេះក៏បាន TikTok Live New នេះក៏បានឬក៏បងប្អូនចុចចូលទៅលើពាក្យថា TikTok Live បេះដូងនេះក៏បានដែរបងប្អូនចំពោះ3សេវាកម្មនេះគឺសុទ្ធតែតាក់ទងទៅនឹងការបង្កើនចំនួន like នៅលើវីដេអូ TikTok របស់បងប្អូនដូចគ្នាដូច្នេះហើយបងប្អូនចុចចូលជ្រើសរើសទៅលើសេវាកម្មមួយណាក៏បានដែរដោយសារតែសេវាកម្មទាំង3ហ្នឹងគឺស្រដៀងតែគ្នាទេបងប្អូនហើយសម្រាប់ខ្ញុំគឺខ្ញុំជ្រើសរើសប្រើប្រាស់សេវាកម្មដែលមានពាក្យថា TikTok Live បេះដូងនេះបងប្អូននៅពេលដែលបងប្អូនបានចុចចូលជ្រើសរើសសេវាកម្មរួចរាល់អស់ហើយបងប្អូនអូសមកក្រោមបន្តិចទៀតហើយបងប្អូនចុចចូលទៅលើពាក្យថា Service ដែលនៅក្នុងនឹងផងដែរគឺវាមាន Service ជាច្រើនប្រភេទសម្រាប់ឲ្យបងប្អូនចុចចូលជ្រើសរើសប្រើប្រាស់ទៅតាមតម្រូវការរបស់បងប្អូនគឺមាន service ដូចជា TikTok Like High Quality ដែលមានតម្លៃសេវាកម្ម 0.057 សេននៅក្នុង 1000 like ហើយ service ទី4គឺ TikTok Like Low Quality ដែលមានចំនួន 50k ក្នុងមួយថ្ងៃដែលមានតម្លៃសេវាកម្ម 0.052 សេននៅក្នុង 1000 like ហើយនិង service ទី5គឺ TikTok Like 100% Real ដែលមានចំនួន 100k ក្នុងមួយថ្ងៃមានតម្លៃសេវាកម្ម 0.10 សេននៅក្នុង 1000 likeជាមួយនឹងសេវីចុងក្រោយគេគឺ TikTok Live Bot Mark 500k ដែលមានចំនួន 100k ក្នុងមួយថ្ងៃនិងមានតម្លៃសេវាកម្ម 0.053 សេននៅក្នុង 1000 like ចំពោះតម្លៃសេវាកម្មគឺដោយបងប្អូនបានឃើញអញ្ចឹងគឺវាពិតជាមានតម្លៃសមរម្យមែនទែនបងប្អូនហើយចំពោះរាល់សេវីទាំងអស់នេះវិញគឺធានា quality ជូនដល់បងប្អូនដូចគ្នាដូច្នេះហើយបងប្អូនស្រឡាញ់ពេញចិត្តទៅលើសេវីមួយណាបងប្អូនអាចចុចចូលជ្រើសរើសប្រើប្រាស់ទៅលើសេវីមួយនឹងបានហើយសម្រាប់ខ្ញុំក្នុងថ្ងៃនេះគឺខ្ញុំជ្រើសរើសប្រើប្រាស់ service ដែលនៅខាងក្រោមគេបង្អស់បងប្អូនគឺ TikTok Live Bot ហើយបន្ទាប់ពីបងប្អូនបានចុចចូលជ្រើសរើស service រួចរាល់អស់ហើយបងប្អូនអូសមកក្រោមទៀតមកបងប្អូននឹងឃើញមានពាក្យ link នៅខាងក្រោម service ហ្នឹងដែលនៅត្រង់កន្លែង link នេះផងដែរគឺជាកន្លែងសំខាន់ជាងគេនៅក្នុងវីដេអូមួយនេះគឺតម្រូវបងប្អូនចូលទៅ copy link វីដេអូ TikTok របស់បងប្អូនចូលដើម្បីទាញយក link វីដេអូ TikTok របស់បងប្អូនបានបងប្អូនចូលទៅកាន់ account TikTok របស់បងប្អូនជាមុនសិនមកហើយបន្ទាប់មកបងប្អូន select ចូលទៅលើវីដេអូណាមួយដែលបងប្អូនចង់បង្កើនចំនួន like ឧទាហរណ៍ខ្ញុំជ្រើសរើសយកវីដេអូមួយនេះដើម្បីធ្វើជាការបង្ហាញដល់បងប្អូននៅលើវីដេអូរបស់បងប្អូននឹងឃើញមានសញ្ញាព្រួយនៅកន្លែងនេះបងប្អូនអាចចុចចូលទៅលើសញ្ញាព្រួយនឹងបានហើយបន្ទាប់មកបងប្អូននឹងឃើញមានពាក្យថា copy link បងប្អូនអាចចុចចូលទៅលើពាក្យ copy link នឹងបាននៅពេលដែលបងប្អូនបាន copy link វីដេអូ TikTok របស់បងប្អូនរួចរាល់អស់ហើយបងប្អូនអាចចូលទៅកាន់ website យើងវិញដើម្បីផាស link វីដេអូ TikTok របស់បងប្អូនចូលហើយបន្ទាប់ពីនឹងមកទៀតនោះគឺបងប្អូនអាចចូលទៅបំពេញចំនួន like ដែលបងប្អូនចង់បង្កើនឬក៏បងប្អូនចង់ទិញនៅខាងក្រោមនេះបានដែលនៅក្នុងហ្នឹងគឺបងប្អូនអាចដាក់បានយ៉ាងតិចចំនួន10ហើយយ៉ាងច្រើនរហូតដល់50,000 like បងប្អូន
ก็ប៉ុន្តែចំពោះកន្លែងសម្រាប់ឲ្យបងប្អូនបំពេញចំនួន like នេះផងដែរវាអាចនឹងច្រើនជាងនេះថែមទៀតទៅតាមសវីដែលបងប្អូនបានចុចចូលជ្រើសរើសនៅខាងលើអំបញ្ញមិញដូច្នេះហើយបងប្អូនអាចដាក់ចំនួន like ដែលបងប្អូនចង់ប៊ូសទៅតាមតម្រូវការរបស់បងប្អូនបានសម្រាប់ខ្ញុំគឺខ្ញុំដាក់ត្រឹមតែចំនួន10 like ទេបងប្អូនចំពោះឆាតនៅខាងក្រោមនេះវាគឺជាតម្លៃសេវាកម្មនេះទៀតសោតគឺវានឹងគិតឲ្យបងប្អូនអូតូទៅតាមចំនួន like ដែលបងប្អូនបានដាក់នៅខាងលើជាឧទាហរណ៍ដូចខ្ញុំបានដាក់ត្រឹមចំនួន10 like អញ្ចឹងតម្លៃសេវាកម្មគឺស្មើនឹង 0.0053 សេនក៏ប៉ុន្តែប្រសិនបើបងប្អូនដាក់ចំនួនច្រើនជាងនេះបងប្អូននឹងឃើញតម្លៃសេវាកម្មនៅខាងក្រោមហ្នឹងវាអាចនឹងប្រែប្រួលកើនឡើងទៅតាមចំនួនដែលបងប្អូនបានដាក់នឹងដូចគ្នាមិនថាបងប្អូនដាក់ចំនួន like នៅខាងលើនឹងប៉ុន្មានឬក៏ច្រើនប៉ុណ្ណានោះទេបងប្អូនគឺតម្លៃសេវាកម្មនៅខាងក្រោមនឹងគឺវានឹងគិតឲ្យបងប្អូនអូតូស្រាប់តែម្ដងដែលបងប្អូនអាចចាំបាច់ពិបាកគិតថាចំនួន like ដែលបងប្អូនបានដាក់ប៉ុណ្ណឹងបងប្អូនត្រូវចំណាយតម្លៃសេវាកម្មប៉ុន្មាននោះទេបងប្អូនចំណែកឯរយៈពេល13នាទីដោយដែលបងប្អូនបានឃើញនេះវិញវាគឺជារយៈពេលដំណើរការនៃការប៊ូស like នៅលើវីដេអូ TikTok របស់បងប្អូនគឺមានន័យថាបន្ទាប់ពី13នាទីក្រោយនៅពេលដែលបងប្អូនបានចុចចូល submit រួចរាល់បងប្អូននឹងឃើញចំនួន like នៅលើវីដេអូ TikTok របស់បងប្អូនកើនឡើងទៅតាមចំនួន like ដែលបងប្អូនបានប៊ូសក៏ប៉ុន្តែចំពោះរយៈពេលនេះផងដែរវាអាចនឹងយូរជាងនេះតិចតួចទៅតាមសវីដែលបងប្អូនបានចុចចូលជ្រើសរើសនៅខាងលើនឹងដូចគ្នាហើយ description នៅខាងក្រោមនេះក៏ជា description របស់សវីដែលបងប្អូនបានចុចចូលជ្រើសរើសនៅខាងលើនឹងដូចគ្នាបងប្អូនអាចចូលទៅអាន description នឹងបានហើយមុនពេលដែលបងប្អូនចុចចូលទៅលើពាក្យថា submit បងប្អូនអាចអូសឡើងលើឡើងវិញដើម្បីពិនិត្យផ្ទៀងផ្ទាត់ថារាល់សវីទាំងអស់បងប្អូនបានចុចចូលជ្រើសរើសបានត្រឹមត្រូវក៏ដូចជា link វីដេអូ TikTok របស់បងប្អូនបានបំពេញបានត្រឹមត្រូវប្រសិនបើបងប្អូនជ្រើសរើសក៏ដូចជាបំពេញបានត្រឹមត្រូវអស់ហើយបងប្អូនអាចចុចចូលទៅលើពាក្យថា submit នៅកន្លែងនេះបានហើយនៅពេលដែលបងប្អូនចុចចូលទៅលើពាក្យថា submit រួចរាល់បងប្អូននឹងឃើញមានពាក្យថា your order received ដែលវាដូចជាវិក័យប័ត្រមួយបញ្ជាក់ប្រាប់បងប្អូនថាបងប្អូនបានចុចចូលធ្វើសេវាកម្មមួយនឹងដោយជោគជ័យហើយនៅខាងក្រោមហ្នឹងក៏មានការបញ្ជាក់ឡើងវិញទាំងអស់រាល់សវីដែលបងប្អូនបានចុចចូលជ្រើសរើសក៏ដូចជា link វីដេអូ TikTok របស់បងប្អូនចំនួន like ដែលបងប្អូនបានប៊ូសនិងតម្លៃសេវាកម្មទាំងអស់ដែលបងប្អូនត្រូវចំណាយដូច្នេះហើយបងប្អូនអាចពិនិត្យផ្ទៀងផ្ទាត់សារឡើងវិញនៅត្រង់កន្លែងហ្នឹងបានចំពោះរយៈពេលរងចាំដូចខ្ញុំបានបញ្ជាក់ប្រាប់បងប្អូននៅខាងលើនឹងអញ្ចឹងគឺបងប្អូនអាចរងចាំរយៈពេល13នាទីឬក៏យូរជាងនេះតិចតួចទៅតាមសវីដែលបងប្អូនបានចុចចូលជ្រើសរើសនោះបងប្អូននឹងឃើញចំនួន like នៅលើវីដេអូ TikTok របស់បងប្អូនកើនឡើងទៅតាមចំនួន like ដែលបងប្អូនបានប៊ូសក៏ប៉ុន្តែអត់តម្រូវបងប្អូនរងចាំនៅក្នុង website ហ្នឹងទេគឺបងប្អូនអាចចុច clear ចេញពី website ហ្នឹងវិញបានហើយសម្រាប់ការបង្កើន like TikTok ជាមួយនឹង website JSMM គឺមានតែប៉ុណ្្នឹងទេបងប្អូនវិធីធ្វើគឺពិតជាងាយស្រួលមែនតើបងប្អូនអាចសាកល្បងធ្វើតាមវិធីនៅក្នុងវីដេអូមួយនេះបានធានាថាបងប្អូនចំណាយតិចប៉ុន្តែបងប្អូននឹងទទួលបានផលពិតៗដូច្នេះសម្រាប់វីដេអូថ្ងៃនេះក៏ដល់ទីបញ្ចប់ដែរបងប្អូនប្រសិនបើបងប្អូនមានចម្ងល់នៅត្រង់កន្លែងណាមួយបងប្អូនអាច comment នៅខាងក្រោមវីដេអូមួយនេះបានអរគុណបងប្អូនសម្រាប់ការតាមដានវីដេអូពីដើមដល់ចប់ហើយក៏សូមអធិស្ឋានផងដែរប្រសិនបើមានពាក្យពេចន៍ខុសឆ្គងឬក៏សំឡេងរំខានណាមួយជម្រាបលាបងប្អូនជួបខ្ញុំនៅវីដេអូក្រោយ